បទពិសោធន៍ឆ្នាំនេះជាបទពិសោធន៍មួយដែលយើងមិនដែលជួបប្រទះពីមុនមកប្រៀបដូចជាផ្កាឈូកដ៏ស្រស់ស្អាតដែលដុះចេញពីភក់កខ្វក់ដូច្នេះយើងត្រូវតែពុះពៀទៅមុខរហូតយើងអាចធ្វើបានបន្តឆ្ពោះទៅមុខឲ្យតម្លៃគ្នាមើលពិភពខាងក្រៅដើម្បីជំរុញទឹកចិត្តខ្លួនឯងចាប់ផ្ដើមធ្វើអ្វីដែលថ្មីអ្វីដែលប្លែកអ្វីដែលអស្ចារ្យនិងអ្វីដែលជំរុញឲ្យអ្នកប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅពេលដែលយើងបដូរការរស់នៅក្នុងទម្លាប់ថ្មីយើងមិនចង់ធ្វើអ្វីដដែលនោះទេព្រោះយើងចង់បានអ្វីដែលប្រសើរដូច្នេះបន្តបង្កើតអ្វីដែលថ្មីបន្តជួយអ្នកដទៃដោយរក្សាទំនាក់ទំនងគ្នាបន្តលេងសប្បាយអ្វីៗក៏យើងអាចធ្វើបានដែរឲ្យតែយើងមិនបោះបង់ដល់ពេលដែលអ្នកត្រូវស្វែងរកទេពកោសល្យរបស់អ្នកហើយឆន្ទៈរបស់អ្នកនឹងឆ្លុះបញ្ចាំងហើយលើកទឹកចិត្តអ្នកដទៃឲ្យបញ្ចេញទេពកោសល្យរបស់ពួកគេដែរព្រោះរបត់ថ្មីនេះជាអ្វីដែលយើងមិនធ្លាប់ជួបប្រទះពីមុនមកដូចគ្នាតែយើងពិតជាអាចឆ្លងកាត់វាបានឥឡូវនេះវាពិតជាសំខាន់ណាស់សម្រាប់យើងក្នុងការបន្តរក្សាទំនាក់ទំនងជាមួយគ្នានិងជឿជាក់លើគ្នាដូច្នេះយើងត្រូវឆ្ពោះទៅមុខរួមគ្នា Smart ជីវិតរស់រវើក